ព្រះគម្ពីរចោទយកថាជំពូកទី13បើកាលណាមានហោរាណាឬអ្នកណាកើតឡើងនៅក្នុងពួកឯងដែលតែងតែយល់សពហើយអ្នកនោះប្រាប់ទីសម្គាល់ឬពីការអស្ចារ្យណារួចទីសម្គាល់ឬការអស្ចារ្យនោះកើតមកមែនតាមដូចជាអ្នកនោះប្រាប់មកឯងដោយល្បួងថាចូលយើងទៅតាមព្រះដតីហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញជាព្រះដែលឯងមិនបានស្គាល់សោះនោះមិនត្រូវឲ្យឯងស្ដាប់តាមពាក្យរបស់ហោរានោះឬអ្នកដែលយល់សពនោះឡើយត្បិតព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់គ្រាន់តែលបងឯងមើលឲ្យដឹងជាឯងរាល់គ្នាស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯងអស់ពីចិត្តអស់ពីព្រលឹងឯងឬទេត្រូវឲ្យដើរតាមតែព្រះយេហូវ៉ាជាព្រះនៃឯងវិញហើយកោតខ្លាចដល់ទ្រង់ព្រមទាំងកាន់តាមសេចក្តីបញ្ញត្តិទាំងប៉ុន្មានរបស់ទ្រង់និងស្ដាប់តាមព្រះបន្ទូលទ្រង់ក៏ត្រូវគោរពប្រតិបត្តិដល់ទ្រង់ហើយនៅជាប់នឹងទ្រង់ផងឯហោរាឬអ្នកយល់សពនោះត្រូវតែសម្លាប់ចោលទៅពីព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះនៃឯងដែលទ្រង់បាននាំឯងចេញពីស្រុកអេស៊ីបមកព្រមទាំងលុះឲ្យរួចពីផ្ទះពួកបាវបម្រើផងអ្នកនោះចង់តែទាញឲ្យឯងរាល់គ្នាបែរចេញពីផ្លូវដែលព្រះយេហូវ៉ាជាព្រះនៃឯងបានបង្គាប់ឲ្យដើរតាមនោះទេយ៉ាងនោះឯងនឹងបានបំបត្តិសេចក្តីអាក្រក់ចេញពីពួកឯងទៅបើសិនជាបងឬប្អូនពោះមួយនឹងឯងឬកូនប្រុសកូនស្រីឯងឬប្រពន្ធជាដួងជីវិតរបស់ឯងឬសម្លាញ់ថ្លើមមួយនឹងឯងបានបបួលដោយសម្ងាត់ថាចូលយើងទៅគោរពប្រតិបត្តិដល់ព្រះដតីវិញជាព្រះដែលឯងឬពួកឯកកោឯងមិនដែលបានស្គាល់សោះគឺក្នុងអស់ទាំងព្រះរបស់សាសទាំងប៉ុន្មានដែលនៅជុំវិញឯងទោះចិត្តឬឆ្ងាយពីឯងក្តីចាប់តាំងពីចុងផែនដីម្ខាងដល់ចុងផែនដីម្ខាងនោះមិនត្រូវព្រមឬស្ដាប់តាមអ្នកនោះឡើយក៏មិនត្រូវឲ្យភ្នែកឯងអាណិតឬប្រណីឬបំពួនទុកដែរត្រូវតែឯងសម្លាប់វិញកុំខានត្រូវឲ្យឯងដាក់ដៃលើអ្នកនោះជាមុនគេរួចសឹមបណ្ដាជនទាំងអស់គ្នាជាខាងក្រោយដើម្បីនឹងសម្លាប់អ្នកនោះចោលត្រូវឲ្យចោលសម្លាប់នឹងថ្មត្បិតជាអ្នករកទាញឲ្យឯងបែកចេញពីព្រះយេហូវ៉ាជាព្រះនៃឯងដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបម្រើនៅស្រុកអេស៊ីបមកដូច្នេះសាសអ៊ីស្រាអែលទាំងអស់គ្នានឹងឮរួចកើតមានសេចក្តីភ័យខ្លាចហើយលែងប្រព្រឹត្តសេចក្តីអាក្រក់យ៉ាងនោះនៅក្នុងពូជឯងតទៅបើសិនជាឯងឮនិយាយពីទីក្រុងណាមួយដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានប្រទានឲ្យឯងនៅថាមានមនុស្សទល់មើលខ្លះបានចេញពីពួកឯងទៅនាំប្រទានពួកអ្នកក្រុងនោះដោយពាក្យថាចូលយើងទៅគោរពប្រតិបត្តិដល់ព្រះដតីវិញជាព្រះដែលឯងរាល់គ្នាមិនបានស្គាល់សោះនោះត្រូវស៊ើបសួររកឲ្យអស់ពីចិត្តបើពិតដូច្នោះមែនការនោះត្រូវដូចជាបានឮហើយថាមានគេបានប្រព្រឹត្តការគួរខ្ពើមនោះនៅក្នុងពួកឯងជាពិតនោះត្រូវឲ្យកាប់ពួកមនុស្សនៅក្រុងនោះដោយមុខដាវជាកំខានទាំងបំផ្លាញគេឲ្យអស់រលីងចេញព្រមទាំងរបស់នៅក្នុងទីក្រុងនោះនិងហ្វូងសត្វផងដោយមុខដាវរួចត្រូវឲ្យប្រមូលអស់ទាំងរបឹបនៅទីក្រុងនោះមកដាក់នៅនាផ្លូវហើយដុតទាំងអស់ចោលទាំងទីក្រុងនិងរបឹបទាំងអស់ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងរួចទីក្រុងនោះនឹងនៅជាគំនរជិះដរាបតទៅឥតមានអ្នកណាសង់ឡើងវិញឡើយក៏មិនត្រូវមានអ្វី
ពីរបស់ដែលត្រូវបំផ្លាញទាំងនោះនៅក្នុងដៃឯងដែរដើម្បីឲ្យព្រះយេហូវ៉ាបានបាត់សេចក្តីខ្ញាល់ដ៏ក្តៅក្រហាយចេញបែរមកមានសេចក្តីមេត្តាករុណានិងសេចក្តីអាណិតអាសូរដល់ឯងវិញព្រមទាំងចម្រើនឯងឲ្យច្រើនឡើងដូចជាទ្រង់ស្បត់នឹងពួកឯយកោឯងផងដោយឯងស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯងដើម្បីនឹងកាន់តាមអស់ទាំងបញ្ញត្តិទ្រង់ដែលអញបង្គាប់ឯងនៅថ្ងៃនេះឲ្យឯងបានប្រព្រឹត្តចំពោះសេចក្តីណាដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង